đây là thầy of kia ngày đến cho mọi người đi ca database nâng cam cặp thẻ bó tam thu mộtចំនួន nâng cam cặp thẻ bóនៅតាមធ្វើរីការទៅចូលហើយវាជាមេរៀនដំបូងបងនៃការសរសេរ program ជាមួយនឹង HR server ឥឡូវចាប់ដើមជាមួយខ្ញុំបងប្អូនយើងបើក HR server មិនដាក់ connect ឡើងបន្ទាប់ទៀតយើងចុចពាក្យ connect បើសិនណាយើងចង់ login ជាលក្ខណៈជាHR យើងអាចយក HR ប៉ុន្តែយើងត្រូវការសរសេរកូដតែទីហោះខ្ញុំ login ជា Windows មកយើងពាក្យកម្មវិធីខ្ញុំធ្វើការបង្កើត database តាម tool យើងចុចនៅស្ដាប់នេះពាក្យ new database កន្លែង database name នេះត្រូវបញ្ចូលឈ្មោះ database របស់យើងតើដល់យើងដាក់ឈ្មោះស្អីដាក់ឈ្មោះអ្វីទៅត្រូវជាមួយនឹងបញ្ជីរបស់យើងឥឡូវខ្ញុំដាក់បញ្ជីនេះដាក់ឈ្មោះ POS ខ្ញុំចុចពី OK វាធ្លាប់ស្គាល់បញ្ជីមួយដែលមាន PS អញ្ចឹងលុបឲ្យចាស់ចោលយើងធ្វើការកម្មដល់ទៀត view ដាក់ POS មក OK បន្ទាប់យើងនឹងឃើញ database មួយដែលដាក់ថា POS បន្ទាប់យើងធ្វើការបង្កើត table យើងបើកតាមវាតាមយកពាក្យ new table ដែលយើងបង្កើតតាម tool table នេះខ្ញុំចង់ធ្វើការបង្កើត table ដែលដាក់ឈ្មោះតាមហើយ ព្រោះបញ្ជាក់នេះខ្ញុំកំពុងធ្វើការគ្រប់គ្រងពីការគ្រប់គ្រងការលក់ទំនិញនៅក្នុងម៉ាកអញ្ចឹងខ្ញុំកាត់ table ដំបូងរបស់គឺ table ថៃវាប្រភេទទំនិញជាមួយទំនិញ ID ដែលដាក់ទៅថៃវាជា integer អូខេតាមមកទៀតគឺមាន file name ដែលដាក់ទៅថៃវាជា n បាឆ្នាំវាចំនួន brand វាគឺ100ណាតាមទៀតគឺមាន active ដែលដាក់ទៅថៃវាគឺ active នេះមានតម្លៃវា true to false លេខ1ឬលេខ0បើយើងធីកវាបានន័យថាតម្លៃវាស្មើ1 true តែបើយើងដាក់ធីកតម្លៃស្មើ false អូខេនេះខ្វែងយ៉ាសា TB 2BR មួយទៀតខ្ញុំភ្លេចប្រាប់ពេលដែលយើងបង្កើតdatabase ដំបូងថ្មីគឺយើងត្រូវទៅដូរ collection របស់វាដើម្បីឲ្យ HL មួយហ្នឹងវា support គ្រប់ Unicode ទាំងអស់មិនថាថៃខ្មែរគឺវា support ទាំងអស់យើងអត់ចាំបាច់ទៅដូរម្ដងមួយគឺយើងបង្កើតថ្មីដំបូងយើងទៅដូរហើយទៅវា support គ្រប់ហ្វុនទាំងអស់ហើយអញ្ចឹងយើងយកពី option តែថាមិនខ្ញុំដូរហើយខ្ញុំប្រាប់យើងយកពាក្យ collection បន្ទាប់ទៀតយកពាក្យ Latin General Bin Latin General Bin Latin General Bin General Bin នេះយកនឹងមកដើម្បីវា OK នោះគឺបានឥឡូវទៀតខ្ញុំធ្វើការបង្កើត table ទៅតាមការសរសេរកូដពី query គឺយើងចុចពាក្យ new query មួយយើងត្រូវឆ្លាញ់លើវា database នោះសិនមកយើងពាក្យ new query
ទៀតយើងធ្វើការសរសេរកូដគឺយើងទៅពាក្យcreate ដែលសំដៅលើ create ដាក់ table ហើយឈ្មោះ table របស់យើង vl 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 ដាក់ឈ្មោះcategory category បន្តមកទៀតយើងក្នុងសញ្ញាមុខកញ្ចក់យើងត្រូវដាក់ data type របស់វាឈ្មោះរបស់វាដូចជាមួយនឹងការបង្កើត tool នោះដែរឥឡូវ category ខ្ញុំមានអីខ្លះដំបូងគឺមានថាយើងដែល data type នេះគឺ integer ហើយវាជា primary key ហើយវាឲ្យវា auto number ទៀតណា thenដើម្បីយើងគ្រាសមួយដើម្បីបញ្ចប់ឈ្មោះនោះថាវាធ្វើរួចរាល់ហើយយើងត្រូវការគ្រាសមួយដើម្បីទៀតយើងដាក់category name ដែល data type វាជា unvarchar ហើយហើយវាគឺ150ដើម្បីគ្រាសមួយទៀតគឺទៀតគឺមានថា ID ដែលយើង ID ដែលយើងទូតម្លៃមកពី table time មិញយើងកើតមិញយើងមាន integer ដែល type វាទៀតមាន activity ដែល type វា page តែវានឹងយើងសាក់រ៉ាំមក comment complete successfully ហើយយើងទៅមើល table របស់យើងដល់ណា category នេះវាតាមមកតាមតែមិនយើងសរសេរតាមការចូលអូខេចំពោះចំណុចនេះគឺយើងសុំតែប៉ុណ្្នឹងទៅហើយមានអ្វីក្រោយទៀតគឺនៅការ set up តាមការសរសេរ query